ម៉ាក់មិនដែលបានឃើញលុយរបស់កូនសំបីតែបន្តិចម៉ាក់និយាយអីហ្នឹងប៉ុន្មានថ្ងៃនេះម៉ាក់បានត្រឹមញ៉ាំបាយជាមួយស្បៃចិនទេកុំថាឡើយលុយប្រើប្រាស់សំបីតែសាច់មួយខែមកនេះក៏មិនបានប៉ះដែរកូនសម្លាញ់ឲ្យម៉ាក់ពិតជាអស់ផ្លូវដើរហើយមិនអាចទៅរួចទេកូនផ្ញើឲ្យម៉ាក់ 5,000 រាល់ថ្ងៃទី10មិនដែលខ្វះសំបីមួយសេនតែក្នុងកាត់ម៉ាក់អត់មានលុយតតែសោះកូនមានកំណត់ត្រាផ្ញើលុយចុះគ្នារហូត24ខែមិនដែលដាច់លេខកាត់បញ្ចប់ដោយ 9,934 មែនទេមែនហើយកាត់នឹងឯងតែម៉ាក់មិនដែលទទួលបានលុយសំបីតែបន្តិចម៉ាក់កុំបារម្ភអីកូននឹងត្រឡប់ទៅផ្ទះឥឡូវនេះហើយ 5,000 កូនផ្ញើមក2ឆ្នាំហើយតែម្ដាយថាអត់ដែលឃើញសោះតើលុយទាំងនោះទៅណាអស់ហើយម៉ាក់លុយដែលកូនផ្ញើឲ្យរាល់ខែម៉ាក់យកទៅជួយគ្រួសារប្អូនថ្លៃមែនទេជួយប្អូនថ្លៃកូនមើលសភាពម៉ាក់ផងម៉ាក់ធ្លាប់ដកលុយពីណាម៉ាក់ទៅតម្រង់ជួរដកលុយយូរណាស់ទើបដកបានតែ3កាក់ប៉ុណ្ណោះកូនស្រីឲ្យម៉ាក់ដកលុយបន្តិចមកទិញថ្នាំលេបទេក្នុងកាត់យាយនៅសល់តែ3កាក់ទេយាយមិនអាចទៅរួចទេអត់លុយគឺអត់លុយអ្នកបន្តមកកូនសម្លាញ់ប្រាប់ម៉ាក់មកតើលុយ 5,000 នោះវាទៅណាអស់ទៅ3កាក់ម៉ាក់យកកាត់នឹងមកឲ្យកូនគឺកាត់នឹងឯងកូនថាផ្ញើចូលហើយតែម៉ាក់ទៅឆែកមើលម្ដងអត់ដែលឃើញសោះប៉ានេះវាមានរឿងអីប៉ាដឹងអីប្រហែលម៉ាក់ឯងចាយលុយភ្លេចខ្លួនហើយមិញម៉ាក់ញ៉ាំបាយជាមួយស្ពៃមួយខែមកនេះប៉ាថាគាត់ចាយលុយភ្លេចខ្លួនមែនទេកាត់នៅនឹងគាត់តើនរណាទៅហ៊ានប៉ះពាល់ចុះស្រាដែលនៅក្នុងដៃប៉ាបានមកពីណាអូនេះគេទិញឲ្យប៉ាជប់លៀងជាមួយមិត្តភក្តិទេតើបានស្អែកព្រឹកយើងទៅធនាគារឆែកមើលឲ្យច្បាស់កូនចង់ដឹងណាស់ថាលុយនឹងវាដុះស្លាប់ហាទៅណាឬមួយក៏វាចូលហោប៉ានរណាកាត់ពិតលុយផ្ញើពិតតែហេតុអ្វីលុយ2ឆ្នាំមកនេះវាបាត់ទៅវិញដោយគ្មានតម្រុយលោកម្ចាស់គ្រប់ខែទី10ពិតជាមានលុយ 5,000 ចូលមែនតែ1នាទីក្រោយមកវាត្រូវបានដកចេញភ្លាមតាមរយៈប្រព័ន្ធ Mobile Banking មិនអាចទៅរួចទេសំបីតែទូរស័ព្ទប្រាមិចម៉ាក់ក៏មិនចេះផងយាយកុំបារម្ភកាតនេះបានចុះឈ្មោះទទួលសារសម្ងាត់តាមលេខទូរស័ព្ទ183នេះមែនទេមិនមែនទេម៉ាក់មិនដែលឃើញលេខនេះសោះសូមរងចាំបន្តិចកាតនេះជាឈ្មោះរបស់ខូម៉ានហេតុអ្វីក៏ជាគាត់ស៊ូប៉ៃអានឥឡូវនេះនាំប្រពន្ធឯងត្រឡប់ទៅផ្ទះម៉ាក់ភ្លាមមានរឿងអីបងប្រុសខឹងហើយយើងទាំងពីរទៅជួបសារសម្ងាត់លុយរបស់ម៉ាក់ត្រូវបានភ្ជាប់ជាមួយលេខប្រពន្ធប្អូន2ឆ្នាំមកនេះតើលុយទាំងអស់ត្រូវនាងចាយអស់មែនទេកូនអើយរឿងនេះទុកវាចុះប៉ាតើប៉ាដឹងអ្វីខ្លះរឿងក្នុងគ្រួសារបើធំដុំទៅមិនល្អទេវាអាប់អន់ដល់មុខមាត់គ្រាន់តែដើម្បីមុខមាត់ប៉ាធ្វើឲ្យម៉ាក់រងទុក្ខវេទនាដល់ទៅ2ឆ្នាំជីវភាពប្អូនឯងក៏លំបាកដែរប្រហែលជាខូម៉ាននាងវង្វេងស្មារតីទេដឹងប៉ាកូនថាប៉ាហើយដែលវង្វេងម៉ាក់មានជំងឺលើសឈាមប៉ាដឹងទេបើមិនមានថ្នាំលេបបើមានរឿងអីឡើងតើប៉ានឹងធ្វើម៉េចនេះក៏មិនទាន់មានរឿងអីដែរបើមានរឿងកើតឡើងពិតមែនគឺយឺតពេលហើយតែពិតប៉ាមិនមែនមិនដឹងនោះទេគាត់ដឹងថាម៉ាក់រងទុក្ខតែគាត់នៅតែជ្រើសរើសចង់លាក់បាំងពន្យល់មកមើលហេតុអ្វីបានជាលេខសារកាតធនាគាររបស់ម៉ាក់ភ្ជាប់ជាមួយកាតរបស់នាងបងប្រុសឲ្យបងគិតរឿងតូចតាចពេកហើយម៉ាក់គាត់ប្រើទូរស័ព្ទចាស់មិនដែលឃើញសារទេបានខ្ញុំជួយមើលឲ្យមែនហើយបងលុយទុកក្នុងកាតខ្លាចមិនសុវត្ថិភាពបានខ្ញុំជួយទុកដាក់ឲ្យជួយទុកដាក់តែចុងក្រោយក្នុងកាតនៅសល់តែ3កាក់ប៉ុណ្ណោះក៏ព្រោះតែកាតនឹងមានតែ3កាក់នឹងតើឲ្យខ្ញុំយកលុយពីណាមកឲ្យខូម៉ាននាងធ្វើជាងងឬក៏ងងពិតក្នុងបញ្ជីនេះមានសរសេរច្បាស់ថាខ្ញុំផ្ញើ 5,000 រាល់ខែខ្ញុំសួរនាងលុយទៅណាអស់ហើយខ្ញុំក៏ខ្លាចម៉ាក់ចាញ់បោកគេទើបគិតថាជួយយកទៅវិនិយោគរកលុយបន្ថែមវិនិយោគចុះឯកសារវិនិយោគណៃណាយកមកឲ្យខ្ញុំមើលបងប្រុសផ្ញើលុយតិចតួចសោះចាំបាច់មកសួរដូចសួរចម្លើយឧក្រិដ្ឋជនអីចឹងប៉ានៅទីនេះមិនដល់វេនបងមកអួតអំណាចដាក់ទេគ្រួសារនេះមិនមែនខ្ញុំជាអ្នកកាន់កាប់មែនតែលុយរបស់ខ្ញុំគឺខ្ញុំត្រូវតែដឹងខ្ញុំសួរម្ដងទៀតលុយម៉ាក់ទៅណាខ្ញុំជួយកាន់កាប់មិនបានមែនទេកាលពីមុនក៏ប៉ាជាអ្នកកាន់កាប់ដែរឥឡូវបដូរមនុស្សកាន់ខ្លះមានបញ្ហាអីនោះមិនមែនហៅថាជួយកាន់កាប់ទេនោះវាហៅថាចោលក្នុង 5,000 នោះមាន 2,000 ជាលុយរបស់ម៉ាក់ឯងនាងយកអស់រលីងនាងយកទៅចាយអស់គ្មានសល់មួយកាក់ស៊ូប៉ៃអានម៉ាក់ក៏ជាម្ដាយនាងដែរនាងមើលប្រពន្ធធ្វើបាបម៉ាក់បែបនេះបានមែនទេខ្ញុំមិនបានដឹងរឿងនេះទេខ្ញុំគ្រាន់តែមិននឹកស្មានថាម៉ាក់នាងធ្វើរឿងបែបនេះនាងមិនបានគិតចង់ធ្វើបាបម៉ាក់ទេខ្ញុំមិនដឹងមែននាងគ្រាន់តែមិនខ្វល់ខ្វាយនាងប្រហែលជាចង់ឲ្យម៉ាក់ស្លាប់ដើម្បីដណ្ដើមយកទ្រព្យសម្បត្តិមែនទេ
ម៉ានតើបងប្រុសនិយាយពិតមែនទេម៉ានស្ដាប់ខ្ញុំពន្យល់សិនគ្រប់គ្រាន់ហើយស្អែកម៉ោង9ព្រឹកត្រូវយកលុយម៉ាក់រៃកសារវិនិយោគមកបង្ហាញឲ្យឃើញច្បាស់ខូម៉ាននិយាយតែរឿងវិនិយោគតែមិនអាចបង្ហាញភស្តុតាងបានតើនាងលាក់បាំងអ្វីនេះវាជាការកេងប្រវ័ញ្ចឬក៏ជាអន្ទាក់ដែលនាងបង្កើតឡើងបងប្រុសរឿងលុយចូលក្រុមហ៊ុន N1 Technology N1 Technology ក្រុមហ៊ុននរណាគឺជាក្រុមហ៊ុនរបស់ប្អូនប្រុសខូម៉ានបងលុយនោះខ្ញុំមិនបានចាយពីផ្លេតទេគឺគ្រាន់តែខ្ចីឲ្យអូនខ្ញុំយកទៅប្រើប្រាស់បន្តិចបន្តួចប៉ុណ្ណោះផ្សេងតែលុយចូលភ្លាមដកចេញភ្លាមអស់រយៈពេល2ឆ្នាំពេញដោយមិនឲ្យគេដឹងនាងហ៊ានឲ្យខ្ញុំឆែកទូរស័ព្ទឥឡូវនេះទេមានសិទ្ធិអីមកឆែកទូរស័ព្ទខ្ញុំមិនឆែកក៏បានចុះខ្ញុំសួរនាងកាត់របស់ម៉ាក់ដាក់លេខសម្ងាត់អ្វីគាត់ចង់ចាំមិនបានទេគាត់តែងតែប្រើលេខអត្តសញ្ញាណបាន5មួយខ្ទង់ចុងក្រោយលេខសម្ងាត់ខ្ញុំហេតុអ្វីនាងដឹងខ្ញុំមិនដែលប្រាប់នាងសំបីតែម្ដង